ខ្ញុំឈ្មោះភ្លឿនព្រីមជានាយកប្រតិបត្តិរបស់អង្គការ Living Arts International ខ្ញុំគិតថាទោះបីគាត់នៅក្នុងវិស័យណាតែក៏ដោយដូច management international relationship information technology តែផ្សេងណាខ្ញុំគិតថាមួយ tool ដែលចាំបាច់ខ្ញុំគិតថាឥឡូវបច្ចុប្បន្នភាពមាន AI tool ច្រើនដែលកំពុង develop ខ្ញុំគិតថាគួរតែគាត់ស្វែងយល់ different tool ដែលមានសកម្មភាពណា apps ណាដែលជាអាចជួយលើជំនាញរបស់គាត់ជំនាញគ្រឹះប៉ុន្តែខ្ញុំគិតថា data technology កំពុងមានការផ្លាស់ប្ដូរច្រើនខ្ញុំគិតថាពេលខ្លះសិស្សគាត់អាចគិតថា AI ហ្នឹងវាតាក់ទងជាមួយ IT ទៅមិនមែនទេបច្ចុប្បន្នជា tool ជាឧបករណ៍សម្រាប់ជួយវិវត្តការងាររបស់គាត់ទៅមុខទៀតលពូគិតថាសិស្សរាល់ថ្ងៃជាពិសេសសិស្សនៅសាកលវិទ្យាល័យដូចនៅនេះនៅនំអញ្ចឹងខ្ញុំគិតថាទីមួយយើងអាចថាគាត់គួរតែមានចំណាប់អារម្មណ៍ស្វែងយល់ក្រៅពី classroom របស់គាត់ចាំបាច់ក៏ពិតខ្ញុំគិតថាពូគិតថានៅសាលានៅមហាវិទ្យាល័យគាត់មានឱកាសច្រើន program ផ្សេងដែលយើងអាចថា informal program ដែលគាត់អាចចូលរួមដូច talk ដូច internship ដូច research project ដូច conference មួយចំនួនដែលគាត់អាចទៅស្វែងយល់ចុះតើតោនោះខ្ញុំគិតថាចង់ឲ្យសិស្សទូទៅគាត់មានការឆ្ងល់ចង់ដឹងថែមទៀតចង់ស្វែងយល់ក្រៅពីអ្វីដែលគាត់កំពុងតែរៀនសូត្រដូចតែគ្នាកុំគិតថាអូយើងទៅរកតែ talk តែ workshop ដែលតាក់ទងជាមួយនៃ domain ដែលយើងកំពុងរៀនណា go outside of that field ដើម្បីមានការស្វែងយល់ទៅយកបទពិសោធន៍ថ្មីច្រើនថែមទៀតលោកពូគិតថាអញ្ចឹងទីមួយ hard skill ដែលយើងរៀននៅសាលាវាជា foundation ចំពោះពូ hard skill នេះវា 50% ទេលើ skill ដែលយើងគាត់វាមាន soft skill មួយចំនួនដែលយើង learn ទៅមួយទៀតបទពិសោធន៍ការងារដែលយើងយកច្រើនខ្ញុំគិតថាក្មេងៗបច្ចុប្បន្នគាត់មាន2 track យើងហៅថា2ផ្លូវចាស់មួយចង់រក career ក្នុងក្រុមហ៊ុនណាមួយដែលល្អដែលពិសេសដែលគាត់អាចរកចំណូលគ្រប់គ្រាន់ដែលសមរម្យដែលគាត់អាចទ្រទ្រង់ជីវភាពរបស់គាត់ទៅមួយទៀតមានច្រើនដែលគាត់ចង់ជា entrepreneur ចង់រកស៊ីខ្លួនឯងក៏ប៉ុន្តែខ្ញុំគិតថានៅស្រុកខ្មែរមានច្រើនដែលគាត់ចង់រកស៊ីខ្លួនគាត់តែពេលខ្លះការហ៊ានឈាន invest ពេលវេលាមិនខ្លាចចង់និយាយថាមិនខ្លាចអត់ម្ហូបញ៉ាំចង់និយាយចាដើម្បីរកមុខរបររកស៊ីវាល្អមែនតែពូគិតថា2 track នោះមិនមែនមួយណាអាក្រក់ទេវាស៊ីសងលើ personality មួយយើងធ្វើការងារលើចូលក្នុងក្រុមហ៊ុនមួយវា build structure ណាអនាគតវាដើម្បីជួយយើងរៀបចំ entrepreneurial skill របស់យើងដូចនេះតែពេលខ្លះ entrepreneurship នោះដោយសារគាត់មាន talent មួយដែលគាត់មាន idea មួយធ្វើឲ្យខ្លាយជា business successful របស់គាត់ដូចនេះអញ្ចឹង2 track នោះវាស៊ីសងលើ personality មួយដែលពូគិតថាយើងសាកម្លបងបើយើងមិន step out ទៅបើមិនសាកល្បងមិនអាចគិតថាអនាគតយើងជោគជ័យក្នុងការងារណាមួយប៉ុន្តែនេះជា journey មិនមែនមិនអាចគិតថាអូយើងត្រូវ plan ទាំងអស់ទៅមុខឲ្យល្អច្បាស់កុំគិតថានោះ step out ដើម្បី try that journey